ថាយួនណាបងប្អូនវាចង់ចូលប្រទេសយើងតាំងតែពីសម័យអង្គរមកវាចង់ចូលមកបងប្អូនពួកគំនិតរបស់ហូជីមិញបងប្អូនក្រោយមកទៀតណាអាសម័យអង្គរនោះអាមេដឹកនាំវាមុនដល់មកហូជីមិញគាត់មានគំនិតមួយថាបើយកឡាវហើយយកខ្មែរមិនបានបង្កើតទៅជាអន្លូចិនឲ្យធំមិនបានទេដាច់ខាតចិនត្រូវតែលេបហ្នឹងចិនត្រូវតែលេបយើងហើយអញ្ចឹងសុំទោសខ្មែរចោះសុំទោសឡាវចោះគ្មានជំរឿនទេត្រូវតែលេបឯងហើយគំនិតហូជីមិញវាបញ្យល់កូនចៅវាថាចឹងត្រូវតែបង្កើតអន្លូចិនឲ្យបានជាយាមចូលណាស់បងប្អូនខ្មែរមួយណាទៅសហការជាមួយយួនបងប្អូនខ្មែរអត់ទេមានតែសត្រូវសួរពូជជាមួយយួនមានតែឥឡូវបន្សាបកំហឹងខ្មែរបានទៅជាយួនអ្នកមានគុណឥឡូវវាធ្វើបានសម្រាប់ចិត្តដូចឡាវបងប្អូនចិត្តដូចឡាវហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចង់ងើបបងប្អូនក៏ងើបមិនបានដែរងើបមិនឧទាហរណ៍គាត់ចង់ងើបតែគាត់ទៅគាត់ហ៊ាននិយាយប្រាប់ប្រជាប្រដ្ឋខ្មែរហ៎គាត់ហ៊ាននិយាយហើយបើប្រជាប្រដ្ឋខ្មែរនឹងសាបហើយនឹងលែងមានអារម្មណ៍ស្អប់យួនហើយហ្នឹងបងប្អូនយ៉ាងណាមើលគេយកកោះត្រល់ក៏អូខេឥឡូវគេយកកោះថាសមួយទៀតក៏អូខេឥឡូវគេចាក់ដីនោះពីសមុទ្ររបស់គេហ្នឹងណាចូលមកបូកគួររបស់យើងទៀតហើយក៏អូខេទៅទៀតទៅពាណិជ្ជកម្មច្រើនណាស់ដែលយួនកាន់កាប់នៅក្នុងស្រុកខ្មែរយួនមានសញ្ជាតិខ្មែរបោះឆ្នោតឲ្យយួនចូលមកបោះឆ្នោតទៀតប៉ុណ្ណឹងហើយអត់ដឹងខ្លួនទេចង់បានស្អីបងប្អូនចង់បានសរងបានកម្មាឡើងភ្លេចជាតិសាសន៍របស់ខ្លួនហ្នឹងដូចតកិច្ចក្បាលនឹងថ្មរួចហើយភ្លេចប្រវត្តិសាស្ត្របងប្អូនវិចារណានៅក្នុងសាលាគេឲ្យយើងរៀនតោះសោះទៅរៀនឡើងសម័យអង្គរឯនោះរៀនបានប្រយោជន៍អីបងប្អូនអាប្រវត្តិសាស្ត្រណាដែលមានប្រយោជន៍ក្នុងពេលបច្ចុប្បន្នដើម្បីការពារទឹកដីរបស់យើងគេអត់បង្រៀនទេមាន7មករាកន្លែងណាក៏ធ្វើស្តុករំលឹកគុណ7មករាគ្រប់ខែទាំងអស់ស្តុក7គុណ7មករាកុំភ័យបងប្អូនកុំគិតថាខ្ញុំចង់បានអីពីបងប្អូន52ណាហើយអត់មានប្រពន្ធអត់មានកូនអត់មានឈាមមកតំណក់នៅលើដីនឹងទេងាប់ទៅសូនឈឹងមានតែបងប្អូនទេដែលងាប់ហើយសល់កូនធ្វើកាជះគេខ្ញុំដាច់ពូជឯងបើនិយាយស្ដាប់គ្នាមិនបានទេឲ្យវាងាប់ទៅមនុស្សខ្លះគ្មានតម្លៃសម្រាប់សង្គ្រោះទេឲ្យវាងាប់ឲ្យស្រឡះទៅពីព្រោះអីកណើតវាកើតមកល្ងងណាស់សម្រាប់ឲ្យតែគេជិះស្វាន់ទេនិយាយស្ដាប់គ្នាមិនបានមានតែរុញថែមឥឡូវបងប្អូនមើល7មករាបងប្អូនណាអាមេរិកកាំងនេះមួយសូវៀតនេះ2អន្តរជាតិច្រើនណាបងប្អូនណាគេចង់វាយប្រទេសខ្មែរតាំងពី76បងប្អូនតាំងពី76យើងបាយ79ណាអាមេរិកកាំងសូវៀតណាវាចង់វាយចូលប្រទេសខ្មែរវាចង់វាយប៉ុលពតទៅវាដឹងណាបងប្អូនវាដឹងណាយួននិយាយពីខាំងឃាបងប្អូនខាំងឃាឲ្យវាយទេតែពួកនឹងវាយមកវាមានឱកាសឯណាវាយវាខាំងឃាទី1គឺដើម្បីអីដើម្បីឲ្យខ្មែរនឹងស្លាប់គ្នាសិនហើយអាស្លាប់គ្នានឹងទៀតបងប្អូនទៅមើលរឿងអីបានជាវាកើតជាប៉ុលពតអាទ័ពមិនតិចក្នុងព្រៃសោះនោះរួចហើយមកវាយឈ្នះទ័ពលន់ណុលដែលជាទ័ពអាមេរិកកាំងនៅពីក្រោយប៉ុលពតមានពីណាស្គាល់ឈ្មោះបងប្អូនទ័ពវាបន្តិចហើយហេតុអីបានអាមេរិកកាំងហេតុអីបានជាមានរដ្ឋប្រហារបងប្អូនតម្លាក់សម្ដេចឪយើងហេតុអីពីព្រោះសម្ដេចឪរបស់យើងគាត់លាក់យាកកង200000នាក់គាត់លាក់យាកកងហើយយាកកងនឹងវាមកពីណាវាមកពីយួនខាងជើងវាមកណាវាមកយួនខាងត្បូងវាមកធ្វើអីមកវាយអាមេរិកកាំងដល់ពេលវាមិនហ៊ាននៅយួនខាងត្បូងវានៅជាយដែនខ្មែរពីព្រោះយួនខាងត្បូងអាមេរិកកាំងវាតម្លាក់គ្រាប់ដៃលើដីយួនអញ្ចឹងអាយាកកងគ្មានដីនៅសុំតាយើងណែនៅឯដីខ្មែរណែបងប្អូនតាយើងគាត់មានគុណគាត់មិនម៉ែគាត់នឹងសុទ្ធខាងនោះទៀតដល់ពេលអញ្ចឹងកិញក្នុងគេទៅចូលមកបងប្អូនចូលមកនិយាយអត់បានទេរដ្ឋធម្មនុញ្ញគេមកឲ្យប៉ះបងប្អូនឃើញគេសិតតែបិទមាត់យើងទាំងអស់អត់ដឹងខ្លួនទេណាគិតតែពីស៊ីដីធ្វើកូននៅពេញផ្ទះកើតកូនមកកញ្ចាស់គេតពូជអត់គិតទេហើយយើងរដ្ឋធម្មនុញ្ញគេខាមគេហាមមិនដឹងយកទៅចាក់នឹងខ្ញុំល្មិចទេណាបងប្អូនព្រោះរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះទេពុនតាយើងកាត់អញ្ចឹងម៉ែគាត់សុទ្ធហើយយួនបងប្អូនត្រូវដឹងតែរបស់វាគឺវាតាមរយហើយចូលដល់វាំងហើយបងប្អូនពិចារណាមើលនិយាយចុះនិយាយឡើងលាក់យាកកងមកពី20000នាក់ដល់ពេលអាយាកកងហ្នឹងវាវាយឈ្នះលន់វាយឈ្នះពួកអាមេរិកកាំងនៅឯស្រុកយួនខាងត្បូងអាយួនខាងអាយាកកងវាអត់ព្រមចាញ់ពីស្រុកខ្មែរ20000នាក់តាគាត់លេឡាពីព្រោះអាមេរិកកាំងចោតគាត់យូរហើយចោតតាយើងថាលាក់យាកកងពីព្រោះអាមេរិកកាំងវាតម្លាក់នៅលើដីយួនតម្លាក់នៅពេលយាកកងវានៅក្នុងដីខ្មែរ
ដល់ពេលតាយើងថាអាមេរិកឈ្លានពានដីខ្មែរអាមេរិកថាអត់ឈ្លានពានទេគឺវាមកលាក់យួនព្រោះតាយើងលាក់យួនអាមេរិកក្តៅតាយើងសម្បើមណាបងប្អូនវាចាញ់សង្គ្រាមណាដោយសារតាយើងលាក់យាកុងហ្នឹងបងប្អូនបើសិនណាជាយាកុងគ្មានកន្លែងនៅបងប្អូនអាមេរិកមិនបានចាញ់សង្គ្រាមទេបងប្អូនចាញ់សង្គ្រាមកូនប្រទេសកប៉ុកឡុកមួយយួនបងប្អូនអាមេរិកអាចចាញ់សង្គ្រាមស្រុកណាវាឈឺចិត្តណាបងប្អូនវាកត់ទុកក្នុងប្រវត្តិសាស្ត្រណាវាមិនចូលចិត្តតាយើងទេប៉ុន្តែវាអត់ហ៊ានថាព្រោះប្រជាពលរដ្ឋខ្មែរចូលចិត្តដល់ពេលអាមេរិកវាចាញ់សង្គ្រាមអាយុនវាកង200000នាក់ដែលតាយើងទុកឯណាវាអត់ព្រមចេញពីស្រុកខ្មែរតាលេឡានឹងទៅហៅអាមេរិកទៅហៅអាម៉េចបើខ្លួនឯងបដិសេធថាគ្មានវាកងទេនឹងស្កោលទោសអាមេរិកថាទម្លាក់គ្រាប់បែកលើប្រទេសរបស់ខ្លួនទៅទៀតណាឃើញទេដល់ពេលចឹងលេឡារត់ទៅលិចរត់ទៅកើតចោលសុកចោលទេហ៎លន់ណយនេះគាត់មិនដឹងធ្វើម៉េចមកយួននៅពេញដីអញ្ចឹងវាត្រូវតែទម្លាក់គាត់ណាដើម្បីយកអំណាចដេញយួនប្រាប់គាត់ឲ្យនៅស្ងៀមសិនទៅគ្រោះថ្នាក់ណាស់តែគាត់អំពាវនាវឲ្យចូលព្រៃហ្នឹងគឺងាប់ពួកអីលន់ណល់ទម្លាក់គាត់ទៅនិយាយពីលន់ណល់ដឹងថាប្រទេសរបស់ខ្លួននឹងកំពុងតែនៅលើភ្លើងសង្គ្រាមហើយភ្លើងវាឆេះនៅស្រុកយួនណាបងប្អូនណាតាសម្រាប់ចិត្តមិនស្រួលហៅគេឲ្យចូលព្រៃភ្លើងឆេះពីស្រុកយួនរាការចូលស្រុកខ្មែរអញ្ចឹងលន់ណល់គាត់ភ័យណាស់ក៏ជូនគណៈប្រតិភូទៅប្រាប់តាថានៅឲ្យស្ងៀមទៅចាំគេដេញយួនរួចហើយគេហៅចូលមកវិញហើយឲ្យនៅស្ងៀមទៅគេមិនទម្លាក់ទេប៉ុន្តែឯងធ្វើអត់កើតពីព្រោះតាឯងអ្នកលាក់យាកុងតែហៅអាមេរិកមិនបានទេឯនោះបងប្អូនមានយាយគាត់ផងមានអីផងពីលើមកម៉ែក្មេងគាត់ចាក់រុកគាត់មិនមកស្រុកខ្មែររត់ទៅស្រុកចិនទៅស្រុកចិន